សួស្តីទាំងអស់គ្នាថ្ងៃនេះគ្រូមកបង្ហាញអំពីរបៀបធ្វើមេតិកាតែនេះយើងធ្វើដោយដៃទេដែលយើងរៀនការពីសប្តាហ៍មុនណាបាទយើងអត់ចង់ធ្វើពេទ្យចុចចេះទេយើងចង់ចុចតមកថេបមួយគឺដើរតែម្ដងអញ្ចឹងដើម្បីធ្វើថេបនឹងបានគ្រូដាក់ឧទាហរណ៍គ្រូដាក់14កន្លះនេះហើយគ្រូតេស្តមើលតើថេបមកដល់នឹងអត់អញ្ចឹងមានថាថេបមកដល់ធម្មតាអញ្ចឹងយើងមកស្ដាំលើវា2ដងមកយើងដាក់តម្រុំស្ដាំហើយយើងយកមកចុចមកអូខេមកវាលោតមកហើយគ្នាយើងថាលោកគ្រូខ្ញុំចង់ទាញវាបានអត់ទាញបានធម្មតាទាញមកឆ្វេងក៏បានទាញមកដល់ផុតចុងផុតនេះក៏បានឃើញទេឥឡូវគ្រូទាញដល់ចុងផុតអញ្ចឹងគាត់ដាក់មកទំព័រទី1ហើយបន្ទាប់មកគ្រូដាក់ថាមកចំពុកទី1ឧទាហរណ៍គ្រូសរសេរណាចំពុកទី1វិស័យនៃនីតិឧទាហរណ៍ហើយបន្ទាប់មកគ្រូដាក់ថាម៉េចផ្នែកទី1ការវិវត្តនៃទ្រឹស្ដីផ្នែកទី1ការវិវត្តនៃទ្រឹស្ដីសំខាន់របស់នីតិវិទូទៅហើយយើងចុចថេបទៀតមកគឺវាជាប់មកហើយដោយសារយើងថេបតាំងពីកន្លែងសេរីផ្ដើមនេះបាទចុចថេបមកវាលោតមកតំបន់ទី10ឧទាហរណ៍មួយទៀតគេនិយាយពីគេអូរ៉ារ៉ា2.1 1.1យើងនិយាយពីអីច្បាប់ធម្មជាតិបុរាណបាទយើងចុចថេបមកឥឡូវទំព័រទី11ឧទាហរណ៍តែនៅក្នុង1.1 ហ្នឹងវាមានកូនរបស់វាទៀតអញ្ចឹងយើងដាក់ថេបនៅខាងមុខនេះមួយមកចុចថេបមកបាទឃើញគ្រូបានថេបមួយទៀតដែរបាទយើងចុចមកដាក់1.1.1ឥឡូវនិយាយពីគេទស្សនារីសូតចឹងមកថេបមួយទៀតទំព័រទី12ទៅអូខេឥឡូវឧទាហរណ៍យើងខ្សែ 1.2 អានេះយើងអត់ថេបទេបាទទស្សនា C0 ថេបមកទំព័រទី13មកអញ្ចឹងតោះណាវីដេអូប៉ុណ្ណេះគ្រូធ្វើបង្ហាញ